ស្រត់ផ្លោកនោមនិងស្រត់ស្បូនខុសគ្នាបែបណានិងមានផលប៉ះពាល់បែបណាខ្លះសម្រាប់ស្ត្រីអញ្ចឹងការស្រត់ស្បូនគឺបងប្អូនឧស្សាហ៍លាន់ឮសំឡេងខ្យល់នៅពេលដែលបងប្អូនធ្វើការគេងនៅជាមួយនឹងដៃគូពេលដែលបងប្អូនធ្វើចលនាដេកដើរឈរអង្គុយគឺលាន់សំឡេងខ្យល់ដោយផោមតាមទ្វារមាសមានអារម្មណ៍ថាទើសទល់ណែនបងប្អូនអាចនឹងឈឺតាមអាងតាគៀកឬក៏ឈឺនៅនឹងថ្ងាសពោះខុសប្រក្រតីអាចឈឺចាប់កំឡុងពេលដែលគេងនៅជាមួយនឹងដៃគូស្ត្រីខ្លះអាចនឹងមានបញ្ហាធ្លាក់សលមាស់លាយឡំជាមួយនឹងការមានក្លិនជាដើមហើយនឹងតកតងមួយការស្រត់ផ្លោកនោមគឺបងប្អូនពេលដែលសើចពេលដែលបងប្អូនកដាស់គឺមានការជ្រាបទឹកនោមខុសប្រក្រតីនឹងធ្វើឲ្យបងប្អូនពិបាកនៅក្នុងការបត់ជើងទូចមកញឹកបត់ជើងទូចមកក្តៅតិចនោមខុសធម្មតាអញ្ចឹងបញ្ហាស្រត់ស្បូននិងស្រត់ផ្លោកនោមនេះគឺមានផលប៉ះពាល់មែនទែនបើសិនជាស្ត្រីគាត់ជួបបញ្ហានឹងញឹកញាប់សម្រាប់ការស្រត់ស្បូនគឺអាចនឹងធ្វើឲ្យបងប្អូនប្រឈមជាមួយនឹងការវះកាត់ពិបាកនៅក្នុងការមានកូនបង្កទៅជាបញ្ហារោគស្ត្រីធ្វើឲ្យបងប្អូនឈឺចាប់កំឡុងពេលដែលគេងនៅជាមួយនឹងដៃគូមិនអាចគេងនៅជាមួយនឹងដៃគូបានបើសិនជាដំណាក់កាលធ្ងន់តែម្ដងគឺប្រឈមជាមួយនឹងការវះកាត់ពិបាកនៅក្នុងការមានកូនហើយបង្កទៅជាការរលាករ៉ាំរ៉ៃតកតងមួយសុខភាពស្បូននិងសុខភាពអាងតាគៀកទៀតនឹងទៅលើការមានបញ្ហាស្រត់ផ្លោកនោមគឺបងប្អូនពិបាកនៅក្នុងការនោមទៅជារលាកតរងនោមទៅជាការរលាកផ្លោកនោមដែលធ្វើឲ្យបងប្អូនអាចនឹងប្រឈមជាមួយនឹងការវះកាត់ដូចគ្នាអញ្ចឹងបើបងប្អូនស្ត្រីណាដែលកំពុងតែជួបបញ្ហានឹងញឹកញាប់ជាប្រចាំបងប្អូនគួរតែរួសរាន់និងធ្វើការព្យាបាលបានត្រឹមត្រូវ